吓得小美赶紧拼命逃跑。然而对បងប្អូនឲ្យចូលយើងចាប់ផ្ដើមពិធីជប់លៀងស្លៀកពាក់ខ្មៅមនុស្សដាក់សណ្ដែកដីយ៉ាងប្រុងប្រយ័ត្នប្រេងលាបលើជើងស្ត្រីសូម្បីតែម្រាមជើងដែលមានសាច់តិចបំផុតសូម្បីតែស្បែកក៏មិនលើកលែងដែរស្ត្រីរូបនេះមិននឹកស្មានថានាងនឹងឆាប់នេះនឹងក្លាយជាម្ហូបឆ្ងាញ់ដើម្បីបង្កើនរសជាតិសម្លៀកបំពាក់ពណ៌ខ្មៅបន្ទាប់មកមនុស្សនោះត្រូវបានប្រោះដោយទន្ទឹងគ្រឿងទេសមួយក្តាប់តូចបន្ទាប់មក cilantro ស្រស់វាត្រូវបានកម្ដៅមុនដល់100ដឺក្រេនៅក្នុងនៅសីតុណ្ហភាព100អង្សាសេនៅពេលនោះនាងបានឮសំឡេងមួយដូច្នេះគាត់បានរើសសំមួយហើយមើលជុំវិញកំពុងស្វែងរកកូនតូចដែលលាក់ខ្លួននៅជ្រុងមួយម៉ៃបានទប់ដង្ហើមហើយគិតក្នុងចិត្តដោយស្ងៀមស្ងាត់អធិស្ឋានដោយស្ងៀមស្ងាត់ថាគាត់នឹងមិនត្រូវបានគេរកឃើញទេសំណាងល្អមានរបស់របរចម្រុះជាច្រើននៅជុំវិញប្រើវត្ថុជាគម្របដើម្បីឲ្យនាងអាចទាញយកអត្ថប្រយោជន៍ម៉ាស៊ីនបានរំកិលយឺតទៅសុំឈើផ្នែកដែលគ្មានសម្ភារៈត្រូវបានប្រើជាបុរសដែលមានគ្រឿងផ្សំបានដួលសន្លប់ភ្លាមនាងភ័យខ្លាចខ្លាំងណាស់ស្ទើរតែស្រែកយំយ៉ាងណាក៏ដោយបុរសស្លៀកពាក់ខ្មៅនោះមិនបាននិយាយអ្វីឡើយមានការភ័យខ្លាចយ៉ាងខ្លាំងដែលពួកគេមិនបានរកអាមេរិកបានស្វែងរកផ្លូវរត់គេចខ្លួនយ៉ាងព្រមទេដែលពួកគេបានរកឃើញផ្លូវទាំងអស់ទ្វារនិងបង្អួចទាំងអស់ត្រូវបានបិទជិតរឿងអាក្រក់គឺថាស្នាមជើងដែលបន្សល់ទុកស្នាមប្រឡាក់ឈាមបានបង្ហាញយ៉ាងច្បាស់កន្លែងស្នាក់នៅរបស់នាងត្រូវបានតាមដានដោយបុរសត្រូវបានរកឃើញយ៉ាងឆាប់រហ័សសារដែលសៀវមីកំពុងលាក់ខ្លួនគឺចម្លែកណាស់ទោះយ៉ាងណាក៏ដោយនាងមិនបានចូលភ្លាមទេការស្វែងរកភ្លាមនោះបានធ្វើឲ្យ Xiaomi ភីគីម្ខាងទៀតមិនទាន់បានរកឃើញវានៅឡើយទេប៉ុន្តែវាធ្វើឲ្យ Xiaomi ភ័យខ្លាចស្ទើរតែស្លាប់គាត់បានព្យាយាមរត់គេចយ៉ាងលឿននិងអស់សង្ឃឹមប៉ុន្តែស្នៀតរបស់គូប្រកួតខ្លាំងពេកទីបំផុតមេងត្រូវបានអូសត្រឡប់មកវិញផ្ទះបាយ